ដល់គ្រឿងក្លែងពីចរិយាសម្រាប់ធម្មជាតិតាហ្វាទី1ខ្ញុំដាក់នៅក្នុងរង្វង់ក្រចកគឺមានន័យថាយោងបងប្អូនយើងម្នាក់ដែលគាត់និយាយត្រង់រមេតាអូនណាគាត់អត់បានសិក្សារៀនសូត្រមានកូនសិស្សសូនរាត្រង់អ្នកដែលថាមានជាបណ្ឌិតក៏មានកូនសិស្សសូនរាខ្លះគាត់រៀនថ្នាក់បណ្ឌិតថ្នាក់អនុបណ្ឌិតណាតែគាត់ប្រើប្រាស់ account ខ្លាយដើម្បីចូលតាមដានទូរទស្សន៍សូនរាមានដាយាខានណាហើយសុទ្ធតែអ្នកត្រង់ប៉ុន្តែឥឡូវនេះខ្ញុំលើកចំណុចកូនសិស្សសូនរាមួយរូបខ្លាយកុំដែលគាត់និយាយថាលោកគ្រូអរគុណច្រើនណាខ្ញុំមិនបានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់អីទេប៉ុន្តែឥឡូវរមេតាខ្ញុំធ្វើតាមលោកគ្រូដែរគឺដាក់នៅក្នុងរង្វង់ក្រចកពេលនោះស្រាប់តែមិត្តភ័ក្តិរបស់គាត់ព្រោះធម្មតាមិត្តភ័ក្តិរបស់គាត់អត់សូវបានរៀនគាត់គ្នារបស់គាត់ដែលរាប់អានហ្នឹងគឺដូចគាត់ដែរគាត់ថាចុះហេតុអីបានជាសរសេរអត្ថបទហើយដាក់ក្នុងរង្វង់ក្រចកឧទាហរណ៍ខ្ញុំដាក់ថាហសហ្នឹងគឺហ៊ុនសែនជើងសរសេរវែងនៅ Fresh News ខ្ញុំដាក់ FN ដាវីគឹមឧទាហរណ៍អាស៊ីសេរីខ្ញុំមិនដាក់អាស៊ីសេរីទេខ្ញុំដាក់ FA ចឹងទៅអានេះ OFA Radio Free អាស៊ីតុកតាទៀតអានេះ VOA ខ្ញុំដាក់ VOA VOD ណាខ្ញុំដាក់ VOD ដល់ទៅពេលអញ្ចឹងគាត់បានប្រាប់មិត្តភ័ក្តិគាត់ថាខ្ញុំកូនសិស្សសូនតារាថាបុត្រហើយការដាក់នៅក្នុងរង្វង់កញ្ចក់ហ្នឹងគឺយោងគាត់និយាយប៉ុណ្ណឹងបន្ទាប់មកខ្ញុំក៏ឆ្លើយតបទៅគាត់វិញនៅក្នុងសារប៉ុន្តែគាត់អត់សរសេរទេគាត់ផ្ញើជាសំឡេងខ្ញុំក៏ជម្រាបប្រាប់គាត់រឿងមួយលីសុកលេងវាមិនមែនត្រឹមតែជាការយោងទេនៅក្នុងការសិក្សាស្រាវជ្រាវឬក៏ចម្លងគឺគេត្រូវដាក់ប្រភពវាជាការគោរពនៅកម្មសិទ្ធិបញ្ញាអានេះសូនរាអត់បាននិយាយជ្រៅជ្រះទៅលើគាត់ទេគ្រាន់តែខ្ញុំនិយាយថាវាបង្ហាញអំពីប្រភពថាតើដំណឹងនឹងព័ត៌មាននឹងបានមកពីណាណាអានឹងនៅក្នុងការសិក្សាស្រាវជ្រាវគេសរសេរលើសពីនឹងគេសរសេរយោងគេលើសពីនឹងប៉ុន្តែយើងនៅក្នុងសារព័ត៌មានយើងអត់ចាំបាច់ទេលើកលែងតែជាទស្សនៈរបស់យើងជាទស្សនៈរបស់យើងណាយើងមិនចាំបាច់ឬក៏ជាទ្រឹស្ដីសកលយើងអត់មានចាំបាច់សរសេរថាយោងទៅចេះយោងទៅចុះយើងអត់ត្រូវការណាសរសេរជាលក្ខណៈចាំបាច់ទេអានេះគឺខ្ញុំជម្រាបប្រាប់បងប្អូនណាឥឡូវខ្ញុំនិយាយចំណុចនេះបន្តិចមុននឹងចូលទៅដល់គ្រឿងខ្លែងទី2ដើម្បីទុកឲ្យបងប្អូនយើង share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតបងប្អូនគួរអាចរៀនយ៉ាងដូចនេះដែរបើសិនជាបងប្អូនណែសរសេរព័ត៌មានឬក៏សរសេរអីចឹងទៅបងប្អូនគួរដាក់ប្រភពឧទាហរណ៍គេនិយាយថាបងប្អូនយើងសរសេរដល់លើកដកផ្ទាប់ហើយមើលទៅដូចយើងទេវតាបងយើងទេវតាចាំនិយាយយើងដឹងរឿងគាត់ថាអូថាដឹងត្រាស់ដឹងទេវតាហ្មងគាត់ថាភ្នែកទឹកតិចទឹកកលេសថាអូឥឡូវយើងបញ្ជូនតបទៅហើយអូឥឡូវនេះទាហានខ្មែរយើងប៉ុណ្ណេះហើយសួរថាតើយើងបានប្រភពពីណាមកការដាក់ប្រភពគឺសំខាន់ណាស់ណាប្រភពដែលខ្ញុំនិយាយឲ្យជ្រៅបន្តិចគឺមិនមែនប្រភពធម្មតាទេប្រភពយកជាការបានគឺអ្វីគឺទី1មន្ត្រីនិងថ្នាក់ដឹកនាំគឺអាចយកជាការបានដែររីតាចិនឧទាហរណ៍ដូចមន្ត្រីទៅកំពូលថាហ៊ុនសែនគាត់សរសេរគឺយកជាការបានដែរនេះភេកផ្លូវការរបស់គាត់ហ៊ុនម៉ាណែតសរសេរយកជាការបានហើយក្រសួងមន្ទីរគឺយកជាការបានទី2គឺប្រព័ន្ធផ្សព្វផ្សាយផ្លូវការដូចជាអាស៊ីសេរី Fresh News អានេះជារបស់គណៈបព្វជិជនមែនទេ
ទោះជាប្រភពនឹងពិតឬមិនពិតគឺយើងអាចយកជាការបានចឹងនិយាយអញ្ចឹងរកមិនយូរជនផ្ដាច់ការគឺសូនតារានឹងចង់បង្រៀនឲ្យបងប្អូននឹងសរសេរអត្ថបទដែលឲ្យមនុស្សមានការជឿជាក់ថាវាពិតហើយវាអាចត្រូវបើសិនជាយើងអត់ដាក់ប្រភពវាត្រូវមែនប៉ុន្តែវាអត់លក្ខណៈវិទ្យាសាស្ត្រហើយវាដូចជាទាយពេលដែលព្រឹត្តិការណ៍នឹងដើរដូចដែលអ្វីយើងសរសេរយើងថាណកឃើញទេមិនជឿអញថាអញ្ចឹងមែនអានេះគឺវាទៅជាលក្ខណៈអំនួតទៅវិញទេវាទៅជាលក្ខណៈមែនទេចង់ធ្វើអ្វីគ្រាន់តែបង្ហាញថាពុំបញ្ញវត្តនាអញដឹងរឿងខ្លាំងជាងគេអ្វីគឺអញបកកាយជាងគេបងប្អូនខ្ញុំប្រាប់តែនេះមួយរឿងពិតរឿងនៅតែរឿងពិតចឹងបងប្អូនស្មានតែខ្ញុំសូនតារាអត់ដឹងរឿងអ្នកគ្រប់គ្រងទូរទស្សន៍សូនតារាឬក៏អាចនិយាយថាកូនសិស្សសូនតារារស់សុភ័ណ្ឌមាននៅគ្រប់គណៈបកទាំងអស់ដែលខ្ញុំនិយាយថាសូម្បីតែកងអង្គរៈហ៊ុនសែនក៏មានកូនសិស្សសូនតារាដែរនិយាយទៅលោកគ្រូនិយាយចិត្តសាស្ត្រអត់ទេអត់មានខ្ញុំមាននិយាយចិត្តសាស្ត្រទេហ៊ុនសែនគាត់អាចថានៅក្នុងគណៈបកប្រចាំគ្នាគាត់មិនសូនតារានិយាយពិតដោយសំអាងលើអីហ៊ុនសែនគាត់និយាយពិតដែរគាត់សំអាងលើអីសុយសែនសំអាងលើលុយអាចទិញអាចជួលមនុស្សឲ្យធ្វើភ្នាក់ងារបានណាឧទាហរណ៍ថាចំនៅក្បែរសំរងស៊ីអ្នកហ្នឹងលុយទៅកែប្រែមនុស្សហ្នឹងឲ្យធ្វើការហ៊ុនសែនបានគាត់និយាយពិតគាត់ថាតែចំនួនហ្នឹងវាមានប៉ុណ្ណាវាមានកម្រិតណាថាឈ្មោះណាចុះសូនតារាថាសំបីទៅកងអង្គរៈហ៊ុនសែនមែនទេខ្លះក៏ជាកូនសិស្សឬក៏ជាអ្នកគ្រប់គ្រងសូនតារានៅក្នុងក្រសួងមន្ទីរគណៈបកប្រជាជនឈុំសំណាងក៏ជាអ្នកមានអ្នកគ្រប់គ្រងនឹងជាកូនសិស្សសូនតារាដែរប៉ិតប្រទេសហ៊ុនសែនមានលុយដើម្បីទៅទិញមនុស្សឬក៏ជួលមនុស្សឲ្យធ្វើភ្នាក់ងារជាសំអាងចេះសូនតារាមានស្អីមានលុយស្អីដែលទៅទិញភ្នាក់ងារទៅទិញមនុស្សឲ្យមកគ្រប់គ្រងអត់ទេខ្ញុំអត់មានទៅដើរបង្ខំឲ្យគេមកគ្រប់គ្រងខ្ញុំឯណាខ្ញុំសំអាងថាពួកគេជាមនុស្សមានន័យថាម៉េចវងចោលខ្ញុំសំអាងថាពួកគេជាមនុស្សខុសពីសត្វដេរឆានមកសត្វដេរឆានអ្នកខ្លះច្រឡំថាខ្ញុំជេរសត្វដេរឆានតែមិនមែនជេរដេរឆានមានន័យថាវាខុសពីមនុស្សសំណាងថាមនុស្សណាវាខុសពីសត្វដេរឆានត្រង់ណាត្រង់មនុស្សគឺវាមានវិចារណញ្ញាណវាមានបេះដូងវាមានមនោសញ្ចេតនាវាមានការគិតវាមានការពិចារណាកងអង្គរៈហ៊ុនសែនសិតតែជាមនុស្សទេតើគណៈបកប្រជាជនមួយចំនួនមែនទេមិនមួយចំនួនទាំងអស់សិតតែជាមនុស្សទេតើត្បិតតែអ្នកនឹងជេរបចោលសង្គ្រឹះថ្មិញដាក់យើងប៉ុន្តែយើងនៅតែមិនអាចវាស់ជំរឿចិត្តរបស់មនុស្សបានទេមនុស្សពាក្យថាមនុស្សដែលមានមនោសញ្ចេតនាមានបេះដូងមានការគិតមានការពិចារណាគេអាចស្ដាប់មែនទេមើលទៅថាសូនតារានិយាយកតិបណ្ឌិតទេតើមុននិយាយត្រឹមត្រូវទេតើគេមានខួរក្បាលនៅក្នុងការវិនិច្ឆ័យគ្រាន់តែគេអត់ប្រាប់យើងជួនកាលគេធ្វើជាបចោលយើងប៉ុន្តែគេមិនប្រាប់យើងអាហ្នឹងហេតុផលឲ្យសូនតារានិយាយខ្ញុំអត់អាចយកលុយទៅជួលមនុស្សទៅជួលឯណាដោយហ៊ុនសែនដើម្បីទិញភ្នាក់ងារគ្មានអ្នកណាដែលក្បត់គណៈបកប្រឆាំងដោយឆន្ទៈដោយចេតនាទៅឆន្ទៈទេគឺគេប្រើលុយដើម្បីទិញភ្នាក់ងារឲ្យវានៅសូមមានទេមានមិនមែនតែហ៊ុនសែនទេប្រទេសណាក៏មានអាមេរិកក៏មានបារាំងក៏មានចិនក៏មានអ្នកថៃតាអាណាក៏មានដែរហ្នឹងប៉ុន្តែជាអ្នកដែលគ្រប់គ្រងសូនតារាគឺខ្ញុំអត់ត្រូវការប្រើលុយពីហ៊ុនសែនដើម្បីបង្ខំឲ្យគេគ្រប់គ្រងខ្ញុំទេដោយខ្ញុំជឿថាពួកគាត់ជាមនុស្សហើយពាក្យថាមនុស្សវាខុសពីសត្វមនុស្សវាមានការពិចារណាវាមានមនោសញ្ចេតនាវាមានបេះដូងវាមានវិចារណញ្ញាណអាចចំណុចហ្នឹងហើយគេចេះវិនិច្ឆ័យដោយខ្លួនគេគ្រាន់តែថាស្ថានភាពណាដែលគេបញ្ចេញស្ថានភាពណាដែលគេបញ្ចេញមិនបញ្ចេញចុះខ្ញុំនិយាយនេះមានន័យថាម៉េចបងប្អូនណាខ្ញុំចង់និយាយទៅចេះបើខ្ញុំចេះតែសរសេររឿងអត់ប្រភពអ្នកដែលរាយការណ៍មកសូនតារាមួយថ្ងៃមិនមែនតិចទេព្រោះគេប្រើ account คล้ายគេសរសេរឲ្យគេលុបវិញបងប្អូនគេរាយការណ៍មកខ្ញុំគាត់ថាខ្ញុំមិនដែលយកមកនិយាយពីព្រោះខ្ញុំ
គ្រាន់តែអរគុណគេមកពួកគេខ្ញុំអរគុណតែបើឲ្យខ្ញុំយកមកនិយាយខ្ញុំអត់យកមកនិយាយទេទី1ខ្ញុំវិនិច្ឆ័យមើលព្រឹត្តិការណ៍នឹងស្របដូចមនុស្សអ្នកនឹងនិយាយអត់ណានេះទី2ខ្ញុំគ្រាន់តែបានដំណឹងហើយខ្ញុំការពារសុវត្ថិភាពអ្នកផ្ដល់ព័ត៌មានបងប្អូនសូនតារាណាមិនត្រឹមតែគ្រប់វិជ្ជាជីវៈដាក់យោងថានឹងប្រភពមកពីណាទេខ្ញុំការពារអត្តសញ្ញាណមិនបញ្ចេញឲ្យដូចហ៊ុនសែននេះគឺបងប្អូនណាឥឡូវខ្ញុំសួរអ្នកណាដែលមិនផ្ញើសារមកសូនតារាម្ដងក្នុងនេះអ្នកផ្ញើសារមកសូនតារាមកគោកអ្នកណាដែលមិនផ្ញើសារមកសូនតារាហើយបងប្អូនណាស្រីពៅមានតែឃើញខ្ញុំថតសារបងប្អូនឬក៏ថាអ្នកនេះទៀតទេយកមកផ្សាយទេអត់អាលីងតែបើខ្ញុំនិយាយខ្ញុំថាមានគេផ្ញើសារមកខ្ញុំប៉ុន្តែដឹងពីណាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការកញ្ញាស៊ូផ្លាស់ប្ដូរផ្នែកកំណត់គ្រឿងខ្លែងទី2ហើយប្រតិក្រឡាទៅប្រធានបទទី1មានគេផ្ញើវីដេអូឃោសនាមួយមកខ្ញុំនិយាយអំពីពលករស្រីម្នាក់នៅប្រទេសថៃសេងសំណាងប្រហែលជាវីដេអូនោះមានបងប្អូនមើលឬក៏បងប្អូនខ្លះអត់បានមើលប៉ះប៉ុន្តែបើសិនជាខ្ញុំនិយាយទៅបងប្អូនបានមើលប៉ះវីដេអូហ្នឹងរត់ខៀវចូលបងប្អូនប្រាប់ថាខ្ញុំបានមើលខមមិននៅលើនេះណាថាខ្ញុំបានឃើញដែរគ្រូហើយបើខ្ញុំនិយាយចឹងអាហ្នឹងក៏មានគេផ្ញើមកខ្ញុំផ្ញើមកមុនតាំងពីម្សិលមិញនោះមិនម្សិលមិញដូចម្សិលមិញនៅខ្មែរយប់ព្រឹកមកសុកប្រាំងសុភ័ណ្ឌសិនហើយក៏សួរយោបល់ខ្ញុំថាលោកគ្រូតើយល់យ៉ាងដូចម្ដេចចំពោះទស្សនៈនេះទស្សនៈអ្វីអ្នកបាច់បោពីគ្រូមានវីដេអូឃោសនាបើកាលណាខ្ញុំប្រើវីដេអូឃោសនាមានន័យថាជាវីដេអូដែលគេបង្កើតដើម្បីគ្រប់គ្រងប្រព័ន្ធឃោសនាគណៈបកប្រជាជនមិនមែនជាឆន្ទៈទេជាការសម្ដែងណាស្ត្រីម្នាក់គាត់ថតវីដេអូដែលមានជនជាតិថៃសួរគាត់ថាឥឡូវបិទព្រំដែនណាតើអ្នកនឹងទៅណាពេលនោះពលករស្ត្រីពលករខ្មែរយើងស្ត្រីដែលនៅក្នុងស្រុកថៃនោះគាត់តបទៅវិញគាត់និយាយម្នាក់ឯងទេណាថាខ្ញុំជឿជាក់លើនាយករដ្ឋមន្ត្រីរបស់ខ្ញុំសូមទោសបងប្អូនខ្ញុំប្រហែលភ្នែកខ្ញុំមើលអត់ឃើញមែនបងប្អូនណាពេលនោះណាបងប្អូនខ្ញុំនិយាយម្ដងទៀតមិនភ្លេចគាត់និយាយវីដេអូម្នាក់ឯងទេដែលនិយាយថាឥឡូវគេបាត់ព្រំដែនតើអ្នកនឹងទៅណាពេលនោះស្ត្រីយុវជនយុវនារីម្នាក់ហ្នឹងក៏ឆ្លើយទៅកាន់ជនជាតិថៃថាខ្ញុំជឿជាក់លើនាយករដ្ឋមន្ត្រីរបស់ខ្ញុំនាយករដ្ឋមន្ត្រីរបស់ខ្ញុំមិនហួតគិតប្រាប់ថាឲ្យពួកខ្ញុំនៅស្ងៀមចលាកុំចលាចលដូច្នេះស៊ីណាត្រីខ្ញុំត្រូវតែស្ដាប់តាមនាយករដ្ឋមន្ត្រីរបស់ខ្ញុំតើមានបងប្អូនបានឃើញវីដេអូហ្នឹងទេហើយវីដេអូនោះមិនមែនជាឆន្ទៈរបស់មនុស្សទេគឺជាការសម្ដែងឃោសនារបស់គណៈបកប្រជាជនតែប៉ុណ្ណោះបងប្អូនតែបើខ្ញុំសួរអញ្ចឹងគឺខ្ញុំចង់បញ្ជាក់ថាសូនតារាមិនខ្វះឲ្យអ្នកផ្ញើព័ត៌មានណាសម្ដេចសេងរតនាគាត់តែខ្ញុំអត់និយាយទេហេតុអីវាមិនមែនជាប្រភពផ្លូវការគ្រាន់តែបើសិនជាខ្ញុំរៀបចំកិច្ចប្រជុំនេះខ្ញុំមានព័ត៌មាននៅក្នុងនោះគ្រាន់តែព័ត៌មាននោះព័ត៌មានដែលខ្ញុំប្រើប្រាស់មិនមែនជាព័ត៌មានដែលខ្ញុំនិយាយដើម្បីឲ្យគេឃើញថាខ្ញុំសម្បើមអត់ទេអាម៉ាត់អាប៊ូតាលីពេលនោះគាត់ក៏បានសួរយោបល់ខ្ញុំថាលោកគ្រូយល់យ៉ាងណាដែរចំពោះវីដេអូដែលស្ត្រីម្នាក់គេថាខ្ញុំជឿលើនាយករដ្ឋមន្ត្រីរបស់ខ្ញុំនាយករដ្ឋមន្ត្រីរបស់ខ្ញុំប្រាប់ថាកុំឲ្យច្បោកច្បល់ចលាចលដូច្នេះខ្ញុំត្រូវតែស្ដាប់គាត់ហែមចិនដែរខ្ញុំក៏ប្រាប់ទៅគាត់វិញនៅ3ចំណុចដូចតទៅខ្ញុំនិយាយគ្រឿងខ្លែងនេះនឹងចូលទៅប្រធានបទទី1តែម្ដងទី1ខ្ញុំថាវាគឺជាវីដេអូឃោសនាសម្ដែងរបស់គណៈបកប្រជាជនទេគេប្រាប់ឲ្យនិយាយទេ
ទី2ខ្ញុំប្រាប់តែគាត់វិញថាបើសិនជាជនជាតិថៃចោទសួរទៅវិញថាដូច្នេះពលករនៅប្រទេសថៃ2លាននាក់និងអ្នកឯងដែលកំពុងតែធ្វើការនៅប្រទេសថៃនេះប្រាថ្នាសៀមរាបកគឺនាយករដ្ឋមន្ត្រីអ្នកឯងបញ្ជូនមកអីបានជាអ្នកឯងនឹងមែនទេពោលពាក្យយ៉ាងដូច្នោះគាត់ថាចឹងហើយអាហ្នឹងមានន័យថានាយករដ្ឋមន្ត្រីបញ្ជូនមកទី3អាហ្នឹងចំណុចសំខាន់ណាស់បងណាបើសិនជាអ្នកជឿជាក់លើនាយករដ្ឋមន្ត្រីហើយស្ដាប់តាមនាយករដ្ឋមន្ត្រីហេតុអ្វីនាយករដ្ឋមន្ត្រីរបស់អ្នកមិនបង្កើតការងារនៅក្នុងប្រទេសដើម្បីឲ្យអ្នកធ្វើការគុំរត់មកធ្វើការប្រទេសថៃនាំតែពិបាកពេលបិទព្រំដែនទៅត្រឡប់ទៅវិញអានឹងចឹងណាបងណាអានឹងចឹងណាបើសិនជាថៃឆ្លាតណាប៉ុន្តែអានឹងរឿងគេបង្កើតទេបើរឿងពិតថៃឆ្លាតមិនចឹងបងប្អូនពិចារណាមើលមិនត្រូវសួរសំណួរថាទីមួយយើងដឹងថានឹងសម្ដែងទីពីរយើងត្រូវដឹងថាអញ្ចឹងមានន័យថាអ្នកឯងហ្នឹងត្រូវហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបញ្ជូនទៅណាទី3គឺថាហុកជើងអានបញ្ជាក់ឲ្យឆ្លុះបញ្ចាំងឲ្យមើលឃើញថានាយករដ្ឋមន្ត្រីអ្នកឯងហ្នឹងគឺអន់ណាផេះសមត្ថភាពណាដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីមិនមែនមានតួនាទីបញ្ជូនប្រជាជនទៅធ្វើការស្រុកគេឬក៏បណ្ដេញប្រជាជនទៅធ្វើការស្រុកគេដើម្បីធានាទេក្នុងនាមជានាយករដ្ឋមន្ត្រីគឺត្រូវបង្កើតការងារឲ្យប្រជាជនក្នុងស្រុកធ្វើបើអ្នកឯងនិយាយចឹងណាអ្នកឯងចង់លើកជើងវីដេអូហ្នឹងគេបង្កើតឡើងចង់លើកជើងចង់ឃោសនាឲ្យមនុស្សហ្នឹងឃើញតែសម្បើមហ៊ុនម៉ាណែតទេតាមពិតជាការត្បកក្បាលណាជាការត្បកក្បាលណាគាត់ស្រាប់ថាលោកគ្រូសូរិយាសេរីខ្ញុំយល់ដោយលោកគ្រូខ្ញុំយល់ថាវាឆ្កេញប៉ុន្តែរូបពាក្យនិយាយដូចលោកគ្រូមិនកើតគាត់យល់មនុស្សបងប្អូនកណ្ដាលនិយាយត្រូវមនុស្សឆាប់យល់ណាអានិយាយខុសមិនបានយល់បងប្អូនមានតែស្ដាប់សូនតារាងាយយល់សុកលីសុកលីនហេតុអីអ៊ីប៊ុនហុងពីព្រោះសូនតារានិយាយទៅងាយយល់និយាយត្រូវងាយយល់អានិយាយខុសពិបាកយល់និយាយខុសពិបាកយល់មិនឥឡូវខ្ញុំមកទីហោរឿងមួយទៀតពាក់ព័ន្ធនឹងនិយាយត្រូវហើយនឹងនិយាយខុសអាហ្នឹងណាគឺស្មើនឹងប្រមាថមើលងាយហ៊ុនម៉ាណែតចំពោះទឹកដីថៃថានាយករដ្ឋមន្ត្រីរបស់អ្នកឯងនេះបញ្ជូនអ្នកឯងទៅហើយធ្វើខ្លួនជានាយករដ្ឋមន្ត្រីមិនបង្កើតការងារឲ្យប្រជាជនបែរទៅជាសុំការងារគេធ្វើឲ្យធ្វើឯងអាសម្បើមទៀតអានឹងបញ្ជាក់ថានាយករដ្ឋមន្ត្រីហ្នឹងវាផេះវាអត់កំណត់បងប្អូននៃហ្នឹងក៏វាមានចែវីដេអូហ្នឹងចឹងបានខ្ញុំនិយាយត្រឡប់មកវិញថាមានបងប្អូនខ្លះស្ដាប់សូនតារាយល់ហេតុអីពីព្រោះខ្ញុំនិយាយត្រូវសុខសុបិនមនុស្សណាបើខណៈនិយាយត្រូវស្ដាប់ងាយយល់chứ mà dây khô dây bà lấy bà lắp sẽ đắp bà bạc vô luôn như thế nè sẽ đắp bà lấy bà lắp con nghe vô lên bao con bên đây khơi cái bao nước nông tù sạch đấy chân cho bao ấy nhau lui ở lớn đôi chè lên sân miền tầm bốn mấy pe bằng cao trong con nhau lui phê nữa đấy cứ cái ban lên một Việt Nam mốt mình cái tù sạch bạc dường thì với bà bạc vô nữa cái thua ở dưới vùng viễn ở dưới bà bạc vô đã mấy bọc bạc dườngខ្ញុំនិយាយទៅបងប្អូនស្បាច់ជាភ្ញាក់អ្នកខ្លះធ្លាប់ឃើញអាវីដេអូរបៀបចឹងហ្នឹងគេទៅអាឡូពុកអាយុមើលខ្ញុំមើលទៅដួលមកទៅគេថាអាណាគេមកខ្ញុំមកមើលតែពុកឯហ្នឹងអញឈ្មោះស្អីមែនទេអត់ខ្ញុំខ្ញុំឥឡូវនេះគឺប៉ាផ្ញើលុយផ្ញើលុយច្បាស់ថាផ្ញើប្រហែល$200មានអមកមកលេខនេះលេខទៅពូលេខទូរស័ព្ទខ្ញុំបោកអានោះមនុស្សដំបងអាចមានអ្នកចាញ់បោកមែនបងប្អូនអតីតណោនេះថោគូផ្ញើលុយទៅស្រាប់ផ្ញើទៅបាត់លេខនឹងបិទចោលបាត់ចុះលេខមួយទិញមានលេខខ្លះទិញលេខទៅជុះទិញមួយ2ទិញលេខ$2មែនទេបោកបានមនុស្ស5នាក់ម្នាក់បាន200 2 5ដង10អស់បាន1000កាច់លេខចោលបាច់ខលរកមិនឃើញសម្ដេចសុផាតបងប្អូនមានដែលឃើញអាវីដេអូចឹងទេអាហ្នឹងណាថានេះមែនទេថាដិតកុកស៊ីមនុស្សបើកណានិយាយមិនច្បាស់យើងពិបាកយល់បើសិនជាយើងព្យាយាមយល់យើងយល់ប៉ុន្តែបើយើងភ័យយើងចាញ់បោកចូលមកកូនអញមកចាដួលខ្លួនថ្នាក់ចរាចរណ៍វាបាត់ធៀមខ្ញុំនេះអកបងបាក់ធៀមមកខ្ញុំញ៉ៅលុយ200ណាលឺបាន200ច្បាស់អើឯងកូនដល់ទៅពេលអ្នកខ្លះចាំគេលេងសើចដែរគេយកអាហ្នឹងមកថត
กับปลอกกับไปเลงเป็น Facebook ก็สู้อันชั่วไอ้พวกว่าตอนแต่เป็นคำธรรมดาอยู่ชั่วโลกนี้มาได้ไอ้เมื่อมาไหนมันเอาเลยอันมันบอกประหารเยอะจะบ้ามาได้อันนั้นนะบางคนเด็กยมอ่ะจังเหมือนเจ็บประปรีจะมาแต่ให้ได้บ้านที่มันนู้นนั่งสนับโซนอะไรนั่งพลุกตะพลุกได้ตุ้งเตะปีพวกโลกตุ้งเตะประเทศให้เงี้ยยุ่งด้วยซาเด็กยมเยี่ยตายเจ้าให้ได้บ้านที่มันนู้นสนับกันนะพักเยี่ยจนบอกว่ายุ่งจะต้องเป็นเยี่ยข้อปรีจะมาเชียร์ไปโดนนิติการปรีจะมาได้เตี้ยคำรึกแอนเจลตู้รึตุโซนตาสลัดเข้าจนประดับกาลับดูนอดกำเนิดยมเยี่ยนึกว่าบัตรที่เมนบอลโอนครับป่ะทลอกคืนอย่างจังจังน่ะให้ยมปราบนะmà chưa chết lươn để vô làm tây rồi bọc đam tây cứ ta cầm lấy mà đó nhóm chưa chết lươn để vô làm tây bọc nhóm bị pro đời xa tay để vô làm tây rồi bọc nhóm ai lên tiếng so vậy nhóm chưa chết lươn để vô làm tây rồi bọc nhóm đời xa tay để vô làm tây rồi bọc nhóm đừng hai đất non và tây Campuchia tiếp thuê nhóm ăn ca nghe phơi được non và tây Campuchia nhóm bán bậc thuê cá nữa và tây hay bên bậc prom đại đời bên bậc prom đại nữa nhóm nơi tại chưa bị pro ấy nhóm chưa tham bậc nhóm tập lập từ sọc khmai bên công tại nhóm màu bên thìว่านั่งเต๋อหมดนะไปเช่าอย่างเจ๊เต๋อกิสูท่าเอ๊ะอะไรกิบัดปรุงได้นะเต๋อเนี่ยไอ้ปรุงเต๋อนะเช่าอย่างท่าขยมเชื่อเรื่องในยุโรปมันเตยแต่บอกขยมกดปรับท่ากลมเอาขยมจะบอกจะบอกคือเช่าขยมเต๋อได้สะดักตามเช่าอย่างเต๋อเว้ยเช่าอย่างโซนร้านไม่เต๋อนั่นเองขยมท่าขยมเชื่อเรื่องในยุโรปเตยแต่บอกขยมมันอาจตลอดเตยประเทศกัมพูชีไว้บานเตยปีโปรเตยได้ขยมตลอดเตยประเทศกัมพูชีไว้ในยุคนั้นมันเตยระบาดขยมอัดเมียนสมัครแต่เพียบบังเกิดการเงี้ยเอาปวดรัดเลยก้งแต่ขยมแต่รับมาเป็นแต่ได้เลยฉันขยมขมิ้นเตยนาตีขยมเนื้อจังเธอการเนื้อนั่นบอกขยมเตยก็อัดเมียนการเงี้ยเธอได้โดยฉะนั้นขยมเนื้อไทยยัยปัดอันนั้นยัยตรังไหมไหนนั่นยัยกาปัดหมอบอกโอ้น่ะเลยเบอร์มันเชื่อสายโซนร้านยัยมันตรังอะไรเบอร์มันชะลอยโซนร้านจังไงแต่บางคนซะเนี่ยบางปรุงได้เป็นปรุงได้จะเป็นอะไรเลยบางปรุงได้เป็นนะให้สาวนอมีตลอดประสบขมายมั้ยบางหมดการเงี้ยเธอเชื่อจ้ะถ้าเบิกขยมตลอดประสบขมายขมิ้นการเงี้ยขยมถือสิฉันกงแต่ขยมตลอดมาไทยเป็นแต่ได้เลยขยมเนื้อไทยนั่นอัดเมียนเตยนาสิไอ้มันเอาขยมเจ๋งอัดเตยปรีจะมาเชียร์ไปโดนนิติการปรีจะมาได้เตี้ยขัดหมัดตู้ระตุ้โซนด่าสลัดเข้าจนประดับกาพลัดโดดนัดกันแบบเนี่ยประเทศกลาจิมวยในประเทศระบาดปีมวยประเทศขยมใหญ่เรื่องบางแมงวีจิกรึกแขลมประเทศขยมใหญ่ประเทศระบาดปีมวยนะถ้าสมดักนี่ใหญ่เต่าเรื่องบัดปรุงแต่งไอ้กระเต่าโดยไอ้กระเต่าหรือก็ไอ้กระเต่าผิดกี่กิ่งกึ่งโยมมาพูดถึงดักคอซ้อไม่ได้โยมไม่ได้ท่าชีวิตชีวิตกรุกกรรมสิทธิ์ปัญญานั่งประพบยังดอกซ้ำปีนามาพูดเรียนตามโซนราเกิดเข้าไปกงเจตเซ่ทำไปได้ทำอะไรก็การที่มาสมัยก็บานสเซอัตบัดมวยดอยโยมจะเลืออัตบัดระบัดดวงชายประเทศโซนราให้นั้นสำได้ของเนี่ยสำได้ใครที่เชื่อว่าก็ทางดวงชายก็สกรีนช็อตดวงชายมาด่ามาประเทศมันดูอันนั้นชื่อคนไซน์ที่สลายเอ็มร้อนไซน์ดิฉันคนไซน์ก็มันได้รักษาสิ่งใดใครโนกรบกาสมงัดเนตตีจมูกกาซัมนี่จมูกก่อนเลยก็บอกตำลีจะหล่อหนึ่งมันโซนร้านอะไรโซนร้านสกจัดเอาจีเงาปนใต้มนุษย์กรบมันนี่นั่งช่วยเจาะหรือการเรียกาปรับโซนร้านโจบองเนี่ยเรียกาปรับโซนร้านช่วยเจาะมาเลยพี่รวยตรูไว้อันบางคนตัวมืออัตบัดนั้นกอดโดยโยงอัตบัดระบาดวงฉายเฮ้ยกอดเฉลี่ยพญาซาอยู่ใบถากงเอาเป็นแค่ปุ่งริกำหังได้นวมเอาเมียนสอบจิตสักหนึ่งจิตสักนิตาลิตาเจตุจให้กดบางปีปวดนี้ปีคุณสมบัตินั่นคุณวิบัติในกาบัดปรุงแต่งโดยไอ้กระเตาเพกีมีในทางการเชื่อบันบัดไทยบัดโดยก็วิพิแต่เลือสิแต่การที่สมัยขยมในยังปีการบัดปรุงได้ในยังแต่เลือนโยบายดมบันนโยบายปรุงได้นั้นการทัดดังขยมมันจำในยังเรื่องเศรษฐกิจปรุเวียนนอมไอเวนจังในยังมวยเมากับลักอัดจอบเตะขยมมีแบบน้องเลือกยกมกในยังนี่กินสปันได้โดยสำนักกดเลือกยกในจุดนั้นมวยในยังได้cứ tới màคนนั้นtới mình đây thà ở mình không thể có
ban vi phị từ lượt tên này ông pi cá nòm chánh nâng cá nòm châu rồi viếngផលិតផលថៃនិងផលិតផលណារបស់ខ្មែរខ្ញុំនឹងមិននិយាយរៀបរាប់ទៅអត្ថបទរបស់គាត់ប៉ុន្តែខ្ញុំនិយាយស្អើបដាយោងដើម្បីមានកលឹះចំណុចនៅក្នុងការនិយាយដើម្បីឲ្យបងប្អូនយើងដឹងថាខ្ញុំនិយាយពីអីនៅក្នុងនោះគាត់បានវិភាគរឿងជាទូទៅណាក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះការនាំចូលផលិតផលរបស់ថៃមកកម្ពុជាមានទំហំទឹកប្រាក់ 5.1 ណា 5.1 លានដុល្លារក្នុងមួយឆ្នាំណាឬក៏2ឆ្នាំ3ឆ្នាំប៉ុន្តែខ្ញុំចង់និយាយទិន្នន័យឯចំណែកកម្ពុជានាំចេញទៅថៃ 1.1 លានដុល្លារដោយគាត់ថាខុសគ្នា 4.1 លានដុល្លារអានឹងបើនិយាយភាសាសេដ្ឋកិច្ចគេគិតភាគរយមនុស្សឆាប់យល់ជាងអាយកតួលេខដកអញ្ចឹងមែនទេមានន័យថាអានឹងគេគិតធម្មតាប៉ុន្តែគិតភាគរយស្មើប្រហែលបងប្អូនកាលណាខ្ញុំនិយាយភាគរយបងប្អូនភ្លឺភ្នែកទេណាខ្ញុំចង់ដឹងកូនសិស្សសូមរាខ្ញុំនេះមានសាស្ត្រាចារ្យគណិតវិទ្យាភាគរយស្មើប្រហែលបើកាលណាយើងនិយាយភាគរយបានយើងសង្ហាក់ព្រឺរោមតែម្ដងថៃនាំចូលមកខ្មែរ 5.1 លានដុល្លារក្នុងមួយឆ្នាំខ្ញុំឧទាហរណ៍ខ្មែរនាំចេញទៅថៃ 1.1 លានដុល្លារចុះមកគិតជាភាគរយសុខានកេតតើថៃនាំចូលមកខ្មែរប្រមាណភាគរយខ្មែរនាំចេញទៅថៃប្រមាណភាគរយបាទខ្ញុំអានតិចមើលប្រហែលក៏បានមិនបាច់ត្រូវ 100% មែនទេមែនទេលីចាក់100បន្ទុក 400% សូនបន្ទុកមែនទេប្រហែលភាគរយមែនទេគិញគ្រឿងបងប្អូនជាបូណាសូនបន្ទុកណារិនមែនទេសូនបន្ទុករំមេតាអ៊ុំ 400% ណា 100% គឺស្មើនឹង 5.1 អានេះ 100% ណា 5.1 ចឹងប្រហែលសូរិយាស្រីត្រូវហើយមិនបាច់ត្រូវឥតខ្ចោះទេប៉ុន្តែណាគឺបងប្អូននិយាយចន្លោះពី 90% ទៅ 91 92 93 94 95 អាហ្នឹងចាំនិយាយខ្ទង់9ចឹងបើយើងនិយាយឲ្យខ្លីបើយើងនិយាយឲ្យវាធំមែនទេគឺ 90% ថៃនាំចូលមកយើង 10% យើងនាំទៅថៃមែនទេប៉ុន្តែបើយើងនិយាយឲ្យតូចមកទៀតណានេះ 9% ថៃនាំចូលមកយើង 1% ខ្ញុំចូលចិត្តនិយាយលេខតូចវាទៅវាប្រសាច់វាច្បាស់ 1% ណាមានន័យថាបច្ចុប្បន្នហ្នឹងខ្មែរបើយោងតាមសម្ដេចមែនទេផលិតផលរបស់ខ្មែរយើងកុំនិយាយអាខ្ទង់9ហ្នឹងបើនិយាយខ្ទង់9បងប្អូនឆ្លើយឲ្យចាប់ពី9ឡើងត្រូវហើយមែនគឺបើយើងនិយាយអំពីលេខតូចទេណា 10% ណាគឺថៃបើយោងតាមតួលេខរបស់សម្ដេចថៃនាំចូលមកស្រុកយើង 9% ខ្មែរតែ 1% ទេអានឹងចេះអានេះអញ្ចឹងមានន័យថាម៉េចមានន័យថាយើងអត់ដឹងខ្ញុំក៏អត់ដែរដឹងមកណាខ្ញុំអត់ដែរដឹងថាយើងនាំចេញការនាំចេញរបស់យើងខ្សោយប្រទេសយើងគឺជាទីផ្សាររបស់ថៃចាំទេពិតជាគួរឲ្យភ្ញាក់ផ្អើលណាដែលប្រទេសកម្ពុជាយើងមានទំហំការនាំចេញគឺយើងមានន័យថាប្រទេសយើងបច្ចុប្បន្នខ្ជិលបងប្អូនណាប្រជាជនមិនមែនខ្ជិលទេរដ្ឋខ្ជិលបើកាលណារដ្ឋខ្ជិលទៅគឺវាគឺជារឿងមួយជោគវាសនាអាក្រក់សម្រាប់ប្រទេសកម្ពុជាសាររបស់សម្ដេចនិយាយត្រូវហើយវាបង្កប់នៅការសារភាពថាសេដ្ឋកិច្ចប្រទេសកម្ពុជាអន់អញ្ចឹងបានយើងត្រូវនិយាយចោទសួរដោយយោងតាមលោកប្រធានសំរងស៊ីរដ្ឋខៀវគាត់ថា
នៃបរទេសដូចជាចិននៅអូស្ត្រាលីឥឡូវក៏នៅអូស្ត្រាលីហ្នឹងវាយផ្លាក made in Cambodia ថាផលិតនៅក្នុងប្រទេសកម្ពុជាប៉ុន្តែអត់មានតំណែងទេឧទាហរណ៍ដូចជាស្ដែងថៃគម្រាមបិទផ្ដាច់អគិសនីចុះខ្មែរយើងទៅកែអគិសនីទៅមិនលក់បន្ទះអគិសនីឲ្យអាមេរិកសូមរានិយាយយើងត្រង់ថ្លឹងមនុស្សខ្លះអត់ដឹងស្ងាត់មាត់ឈឹងខ្ញុំថាបើសិនជាហ៊ុនសែនគាត់ហ៊ុនម៉ាណែតគាត់ថាគាត់កម្ពុជាមិនលក់ប៉ូតាទៅឲ្យបរទេសទេហើយយើងចោទជាសំណួរវិញហើយចុះផ្ទាំងសូឡាអាបន្ទះអគិសនីហ្នឹងនាំទៅអាមេរិកហ្នឹងដាក់កម្ពុជាដែលអាមេរិកដាក់ទណ្ឌកម្មហ្នឹងហើយបើសិនជាកម្ពុជាថៅកែអគិសនីហើយនេះបានយើងអត់មានអគិសនីប្រើនៅព្រំដែនថៃប្រើរបស់ថៃនៅព្រំដែនយួនប្រើរបស់យួននៅព្រំដែនឡាវប្រើរបស់ឡាវអានៅក្នុងប្រទេសដាច់ភ្លើង1ម៉ោងម្ដងអង្គុយហូបបាយពងអង្គុយមើលទូរទស្សន៍ពងជក់បាត់អង្គុយកាន់ទូរស័ព្ទភ្លឺរៀងខ្លួនបោះឯងប្រផាត់ប្រភីងអ្នកដែលផ្ទះមានដង្ហើមនឹងទៅលាយបានផ្ទះខ្លះអត់ត្រូវមានដង្ហើមផងមានម៉ាស៊ីនត្រជាក់អាហ្នឹងវាអត់សូវឲ្យដាច់មកបោវិញម៉ាស៊ីនត្រជាក់វាអត់ទៅរត់ទៅណាទេផ្ទះខ្លះអាដង្ហើមគោសំអត់សូវមានអាតាម៉ាស៊ីនត្រជាក់អត់ទៅមានហ្នឹងដាច់បាត់ចឹងត្រូវទី1គឺសច្ចភាពបញ្ជាក់ឲ្យឃើញថាណែប្រទេសកម្ពុជាសេដ្ឋកិច្ចយើងអន់មែនទេហើយបើសិនជាអ្នកផ្សេងនិយាយណាអាចមិនពិតប៉ុន្តែបើហ៊ុនសែនគាត់សេលើទំព័រ Facebook របស់គាត់ជាផ្លូវការពិតណែមហាអតិទេពបណ្ឌិតបុកទេត្រូវមួយទៀតសូដាវីគឺការបិទព្រំដែនមិនមែនខាតខ្មែរទេគឺលំចុងថៃខ្មែរអាចរស់ដោយអត់ផលិតផលថៃបានដោយគ្រាន់តែបដូរទិសដៅទៅប្រទេសវៀតណាមនិងប្រទេសដទៃទៀតដូចម៉ាឡេស៊ីផលិតផលក៏ប្រជែងជាមួយថៃដែរបើសិនជាមានសង្គ្រាមពាណិជ្ជកម្មអ្នកដែលដួលយើងនិយាយចឹងណាសេដ្ឋកិច្ចខាតរាប់ពាន់លានដុល្លារគឺជាថៃមិនមែនជាខ្មែរទេត្រូវសម្ដេចនិយាយត្រូវការពិតគឺចឹងដែរព្រោះស្រីទៅខ្មែរយើងអត់មានអីជាដុំកំភួនឡើយណែអញ្ចឹងបើថៃចង់បិទទៀតទៅជំហរនេះណាគឺខ្ញុំគ្រប់គ្រងថាកុំចង់ញោមកុំអង្វរហើយកុំតិចច្រឡំដេញពលករខ្មែរ2លាននេះឲ្យត្រឡប់ទៅវិញណាអ្នកហ៊ុនម៉ាណែតកំពុង20មកវាមិនដឹងឲ្យធ្វើការស្អីទេមែនទេមានមិនដឹងឲ្យមានលុយណាឲ្យព្រោះអត់មានការងារផងប៉ុន្តែថៃណាបើអត់ពលករខ្មែរធ្វើវិស័យទេសចរដួលខ្ញុំប្រាប់ទៅអានេះសម្បត្តិមិនបាននិយាយតែសូមបាននិយាយថៃហ្នឹងត្រូវបងប្អូនតិចច្រឡំថាបើសិនជាថៃដេញខ្មែរ2លានអ្នកមកប្រទេសថៃវិស័យទេសចរដួលហេតុអីនៅក្នុងសន្តាគារអ្នកបោកជូតអ្នករត់តុកអ្នករៀបបន្ទប់តើថៃធ្វើទេមានថៃធ្វើតិចតួចណាស់ភាគច្រើនខ្មែរភូមានឹងឡាវទេចុះថាបដិញខ្មែរមកនៅភូមាឡាវដេញទៅបើណាមានន័យថាបើបាត់ហើយតម្រាំតែយកភូមាឡាវចូលដីមិនបានតម្រាំតែរកមនុស្សចំនួនណាបងប្អូនដឹងថាការងារនៅក្នុងភោជនីយដ្ឋានការងារនៅក្នុងសន្តាគារការងារនៅក្នុងរេស្តូរ៉ាំការងារសំណង់ជាពិសេសគ្រាន់តែសំណង់ថៃណាអាគារស្ពានរបស់ថៃណាបើថាខ្មែរ2លានអ្នកត្រឡប់មកវិញណាសំណង់ថៃខ្មោចទាំងអស់សំណង់អាគារខ្មោចទាំងអស់អាគារអត់មនុស្សសាងសង់គម្រោងដែលត្រូវធ្វើមួយឆ្នាំធ្វើឡើង3ឆ្នាំពីព្រោះអ្នកឯងទៅរកឡាវទៅរកភូមិណាមកធ្វើគ្រប់កុំលេងចឹងបានតែខ្ញុំមែនទេសារដែលសម្ដេចសរសេរហ្នឹងគឺបញ្ជាក់អំពីការដាស់តឿនថៃកុំធ្វើអីចូលពេកចំណុចនេះណាចំណុចត្រូវចុងក្រោយវាឆ្លុះបញ្ចាំងខ្ញុំនិយាយឆ្លុះបញ្ចាំងអានេះខ្ញុំនិយាយត្រូវអ្វីដែលសម្ដេចនិយាយថាកម្ពុជាអត់មានត្រូវការដង្ហើមថៃប្រហែលដកទេហើយខ្មែរយើងដែលទៅព្យាបាលនៅប្រទេសថៃក៏បង់លុយទៅឲ្យរដ្ឋាភិបាលនៅមន្ទីរពេទ្យច្រើនដែរដូចឪពុកខ្ញុំក៏ត្រូវគាត់វះកាត់នៅប្រទេសថៃដែរឪពុករបស់ខ្ញុំគាត់វះកាត់នៅប្រទេសថៃក្រោយពីវះកាត់តាមដានបាន2ដងត្រូវនៅគេចាត់ជាចំណាត់ខ្មាំងហើយគាត់បច្ចុប្បន្នគាត់កំពុងតែមានជំងឺនៅក្នុងគុកដែលគាត់ចាត់ដោយណាមនុស្សដែលប្រកបដោយគុណធម៌ដែលស្រេកឃ្លានសេចក្តីគោរពស្រឡាញ់សរសើរពីមហាជនហើយធ្វើរឿងថោកទាបអាកាសូឥឡូវខ្ញុំជម្រាបចំណុចទាំងនេះ
dây trắng tha không ai dứt ai pra vật tập phao yun của bạn đấy pra vật tập phao phi Malaysia chết này Malaysia cũng bị chơi này thấy bạch trướng mà bọn ấy bạch trướng nhóm con là pra phải bộ phản đi khen cho mình muốn bất tại nó dưng cho mình chẳng mình dứt nhóm dây bánh mấy khi mình đi tới ông pi trở rắn tụm hông xây tại cạnh mà lên cho môi tham ái nét để đuối cứ phải chi chân thay hoặc là tập phao thay mà đấy hơi bị kháng đến tham ái pi liên nhạc máu sọc kỳ môi tê sẽ cho thấy sầm năng thấy kèng mạch tê sẽ cho cứ sầm tha kia tê sầm nát phút chỉ đi giật tháng mà rung mình đi giật tháng rất là không ai này vừa tê sầm nắng anh mới thay vừa tê tại năng thấy vừa tập cày vừa mê à sầm nắng nó không ai này vừa tê đó là không ai trên môi sầm nắng cần đó mà rất không chăng dây chót bên trong môi môi đường chiên châu ta đỏ này hay chẳng đàngประเทศบัตรปีไปช่วงเป็นจังปีบางคนนะโยงตามซาและบอกสำได้คือเจกาบ่โยงตามเต้นอันไหนไทยนอมบ่ยังเก่าซับพี่ร้อยหรือก็ผมบุญพี่ร้อยขมายนอมตัวไทยแต่มวยพี่ร้อยเป็นเจ้าท่าเซตแต่กัดไทยอ่อนตีมวยสมตัวเป็นเจ้านะจะด่าคำท่าเซตแต่กัดขมายอ่อนสำได้ก็จ้องในใจท่าการกรุบกรองประเทศหรือบอกว่าตีมีแต่การรวมจันเปะปนในจมูกหนึ่งใส่แต่กัดไทยหนึ่งกางเงี้ยวิเป็นเจ้าไอ้เคยถามประเทศไทยมีสมบูรณ์กางเงี้ยบางคนประเทศไทยสมบูรณ์กางเงี้ยปีปลูกวิสมบูรณ์ผลิตภัณฑ์แม้จุกแม้ตะเคลียนได้ผลิตภัณฑ์ตุ่มนั้นนั่นคือการวิมนุษย์เฟื่องกาเป็นเจ้าท่านในสักไทยวิสมบูรณ์จักไปใจเวจีวิสมบูรณ์จักเนี่ยมาหกหาวิสมบูรณ์จักไก่สมพวกวิสมบูรณ์วิสมบูรณ์เนี่ยผลิตภัณฑ์đó làวิสมบูรณ์จังตึ้งวิสมบูรณ์กางเงี้ยทว่าโดยฉะนั้นวิบางห้าเนี่ยเคยท้าประเทศไทยนั้นเศรษฐกิจริจำเริญวิสมบูรณ์กางเงี้ยทว่าประชาชนทว่าอ๋อคือยกประชาชนขมายแต่ช่วยบำราการอ้อยเก๋นึกกำไรสมรมเนี่ยจึงจำเศรษฐกิจอ้อยไทยให้ก็เป็นเจ้าอ้อยเคยท้าประเทศกัมพูชายึดไปออดไอ้ซักบ้านไปออดเมียนกางเงี้ยทว่าปัดนะมาพอไทยมีแต่นายบอกใครเขาเป็นนั้นชีวิตเติบโตสูงเป็นเจ้าท่าประเทศยึดไปออดเมียนกางเงี้ยซักเมียนแต่ประเทศได้ออดเมียนกางเงี้ยเต้ได้ออดเมียนกาผลัดได้การนอมเจนจุดตั้งสมใบแต่นอมเจนจุดไทยตั้งมาปั้นนั่งจกตำรองนอมเจนมอรกนอมเจนมออเมริกตาเวออดเมียนไอนอมเจนปนาตั้งตายังเมียนไอนอมเจนเด็กสามบางสีถักเกลือแต่ปีเขาอ้าวอ่ะสามสีคนเดียวกันวะนะก็ถ้าตันได้ถือกาตันโอ้ยัวกเอาอุตสาหกรรมผลิตการเคในสองเวียดนามในสองไอ้เกี่ยวริดดอลนาในการบอกก็จุ่มนินเวียดเต้าชื่อจุ่มแนดังเวียดเต้าชื่อมันนู่นนั่งริดจุ่มร้านคู่เขาเอาดอลนายังเราก็เอายังเกิดซ่าประเทศเจ้ายังมีนไอเซนเด้วิเป็นเจ้าไอเคยท่าประเทศยังอัดมีนไอนอมเจนเด้โดยเฉพาะอาการนอมเจนต่างๆนั่งเกลนจีน่าอีบันของจีสไอว่าซ้ำเรื่องซีก่อนยัยนะคือเราบอกจันใบพละขมายนะแต่ขมายนอมเจนขมายนอมเจนนี่นอมในหน้าแล้วสไตล์ก่อนยัยนอมเจนจะไทยแต่มวยเฟียร้อยนะเปรียบเทียบเลย